ណែអ្នកនេសាទចិត្តល្អអើយសូមឲ្យខ្ញុំបានរួចផុតពីជីវិតផងទៅខ្ញុំមិនមែនជាត្រីធម្មតាទេបើសិនបើអ្នកដោះលែងខ្ញុំអ្នកនឹងទទួលបានរង្វាន់សម្រាប់ភាពស្មោះត្រង់របស់អ្នកតើនេះអាចទៅរួចបានយ៉ាងដូចម្ដេចទៅខ្ញុំនឹងដោះលែងអ្នកឲ្យមានសេរីភាពនៅថ្ងៃនេះកយបានយកត្រីចេញពីសំណាញ់ហើយបានដោះលែងវាចូលទៅក្នុងទឹកបឹងនោះមើលទៅតើមាសប្រាក់ទាំងអស់នេះមកពីណាហាក់ដូចជាទ្រព្យសម្បត្តិធ្លាក់ទៅលើមេឃអញ្ចឹងវាសនារបស់យើងបានផ្លាស់ប្ដូរហើយនៅឯបឹងចិត្តទន្លេក្នុងភូមិមួយមានអ្នកនេសាទត្រីដ៏ក្រីក្រម្នាក់ឈ្មោះកយដែលបានចុះចាញ់ចំពោះវាសនារបស់គាត់ហើយត្រូវប្រឈមមុខនឹងភាពលំបាកនៃជីវិតរៀងរាល់ថ្ងៃការនេសាទរបស់គាត់មិនសូវរកបានត្រីច្រើននោះទេហើយត្រីដែលគាត់រកបានក៏មិនគ្រប់គ្រាន់សម្រាប់ជីវភាពរបស់គាត់ផងដែរអូទេវតាអើយតើខ្ញុំត្រូវតស៊ូបែបនេះរហូតដល់ពេលណាសូមបំពេញបំណងប្រាថ្នាឲ្យខ្ញុំម្ដងមកបន្ទាប់ពីមួយសន្ទុះក្រោយមកសំណាញ់របស់គាត់បានចាប់ផ្ដើមធ្ងន់ហើយធ្វើឲ្យកយភ្ញាក់ផ្អើលគាត់ចាប់ផ្ដើមទាញសំណាញ់ហើយគាត់បាននិយាយថាអូតើនេះជាអ្វីទៅសំណាញ់មានអារម្មណ៍ថាធ្ងន់ជាងមុនហាក់ដូចជាចាប់បានត្រីធំមួយនៅក្នុងសំណាញ់មានត្រីចម្លែកមួយដែលចេះនិយាយហើយគាត់បានភ្ញាក់ផ្អើលជាខ្លាំងណែអ្នកនេសាទចិត្តល្អអើយសូមឲ្យខ្ញុំបានរួចផុតពីជីវិតផងទៅខ្ញុំមិនមែនជាត្រីធម្មតាទេបើសិនបើអ្នកដោះលែងខ្ញុំអ្នកនឹងទទួលបានរង្វាន់សម្រាប់ភាពស្មោះត្រង់របស់អ្នកតើនេះអាចទៅរួចបានយ៉ាងដូចម្ដេចតើមានអ្វីកើតឡើងនៅពេលនេះសូមដោះលែងខ្ញុំទៅចោះកយខ្ញុំនឹងសងគុណអ្នកវិញមើលទៅខ្ញុំជាមនុស្សក្រីក្រណាស់ប៉ុន្តែការយកជីវិតរបស់អ្នកដទៃមិនមែនជាធម្មជាតិរបស់ខ្ញុំនោះទេទៅខ្ញុំនឹងដោះលែងអ្នកឲ្យមានសេរីភាពនៅថ្ងៃនេះកយបានយកត្រីចេញពីសំណាញ់ហើយបានដោះលែងវាចូលទៅក្នុងទឹកបឹងនោះកយភាពស្មោះត្រង់របស់អ្នកនឹងទទួលបានការតបស្នងមកវិញជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរកយបានមើលឃើញត្រីបាត់ខ្លួនដោយសេចក្តីភ្ញាក់ផ្អើលបន្ទាប់ពីមួយរយៈពេលក្រោយមកគាត់បានត្រឡប់ទៅខ្ទមរបស់គាត់វិញដោយភាពនឿយហត់ប៉ុន្តែពេលដែលគាត់ឈានដល់ខ្ទមរបស់គាត់ភ្នែករបស់គាត់បានបើកធំឡើងដោយសេចក្តីភ្ញាក់ផ្អើលជំនួសមុខវិញមានផ្ទះស្អាតមួយបានលេចរូបរាងនៅទីនោះតើនេះជាអ្វីទៅនេះមិនមែនជាខ្ទមរបស់ខ្ញុំទេកយបានឈរភ្ញាក់ផ្អើលនៅជិតទ្វារភ្លាមនោះគាត់បានឮសំឡេងប្រពន្ធរបស់គាត់ចេញពីក្នុងផ្ទះនោះហើយគាត់ក៏បានចូលទៅក្នុងផ្ទះកយអ្នកត្រឡប់មកវិញហើយមែនទេមើលនេះទៅខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេខ្ញុំកំពុងតែដេកនៅក្នុងខ្ទមហើយភ្លាមពន្លឺពណ៌ចម្លែកមួយបានបំលែងវាជាផ្ទះស្អាតមួយនេះហើយខ្ញុំចង់បង្ហាញអ្វីមួយដល់អ្នកទៀតប្រពន្ធរបស់គាត់បាននាំកយចូលទៅក្នុងបន្ទប់មួយដែលមានមាសនិងប្រាក់ច្រើនកលើគ្នាមើលទៅតើមាសប្រាក់ទាំងអស់នេះមកពីណាហាក់ដូចជាទ្រព្យសម្បត្តិធ្លាក់ទៅលើមេឃអញ្ចឹងវាសនារបស់យើងបានផ្លាស់ប្ដូរហើយអូខ្ញុំយល់ហើយនេះប្រកាសជាពររបស់ត្រីចេះនិយាយនោះហើយឥឡូវនេះកយមានជីវិតសម្បូរបែបប៉ុន្តែគាត់មិនដែលមានចិត្តក្រអឺតក្រទមអំពីទ្រព្យសម្បត្តិរបស់ខ្លួនឡើយគាត់ចាប់ផ្ដើមជួយគ្រប់គ្នាដែលក្រីក្រនៅក្នុងភូមិដល់អាហារនិងសម្លៀកបំពាក់ដល់មនុស្សដែលខ្វះខាតអ្នកភូមិចាប់ផ្ដើមសរសើរគាត់ថ្ងៃមួយប្រពន្ធរបស់គាត់បាននិយាយជាមួយគាត់ថា
អ្នកបាននិយាយមែនទេថាទ្រព្យដ៏មហាសាលទាំងនេះកើតឡើងដោយសារការប្រទានពីត្រីចេះនិយាយនោះអ្នកគួរតែទៅអរគុណដល់ត្រីនោះដោយផ្ទាល់ហើយខ្ញុំយល់ហើយខ្ញុំគិតរឿងនេះយូរណាស់ហើយខ្ញុំនឹងទៅធ្វើការដឹងគុណចំពោះត្រីចេះនិយាយនោះល្ងាចនោះកយបានទៅកាន់បឹងជិតទន្លេហើយនិយាយថាលើកមុនខ្ញុំបង់សំណាញ់ហើយត្រីនោះបានជាប់សំណាញ់ភ្លាមមិនដឹងថាថ្ងៃនេះនឹងបង្ហាញមកឬអត់នោះទេខ្ញុំនឹងហៅត្រីវេទមន្តនោះលមើលនិយាយបែបនោះហើយកយបានហៅត្រីវេទមន្តនោះត្រីវេទមន្តតើអ្នកនៅឯណាខ្ញុំចង់និយាយជាមួយអ្នកពេលកយនិយាយបែបនោះត្រីវេទមន្តបានបង្ហាញខ្លួននៅមុខគាត់ហើយនិយាយជាមួយគាត់ថាតើមានរឿងអ្វីកយអ្នកបានទទួលទ្រព្យសម្បត្តិហើយឬខ្ញុំបានដឹងហើយហេតុនេះបានជាខ្ញុំមកទីនេះដើម្បីអរគុណអ្នកខ្ញុំចូលចិត្តមនុស្សដែលស្មោះត្រង់ពេលណាអ្នកចង់និយាយជាមួយខ្ញុំសូមមកហៅខ្ញុំថាត្រីវេទមន្តពេលនោះខ្ញុំនឹងបង្ហាញខ្លួននិយាយបែបនេះត្រីវេទមន្តបានបាត់ខ្លួនហើយកយបានត្រឡប់ទៅផ្ទះគាត់វិញដោយសេចក្តីសប្បាយចិត្តជាខ្លាំងចាប់តាំងពីថ្ងៃនោះកយរៀងរាល់ថ្ងៃទៅកាន់បឹងនោះហៅត្រីវេទមន្តហើយនិយាយលេងជាមួយគ្នាយូរជាងមុនបងប្អូនកយបានខ្លាយជាអ្នកសង្គ្រោះក្នុងភូមិយើងហើយគាត់ជួយអ្នកក្រីក្រហើយយកចិត្តទុកដាក់ថែរក្សាអ្នកគ្រប់គ្រាក៏ព្រោះតែទេវតាគ្រប់គ្រងមនុស្សល្អមើលទៅវាសនារបស់គាត់ផ្លាស់ប្ដូរហើយមនុស្សដូចកយកម្រមានខ្លាំងណាស់ដិនរាជបានឮរឿងទាំងនេះហើយមានការច្រណែនជាខ្លាំងខ្ញុំមិនយល់ទេថាវាសនារបស់កយបានផ្លាស់ប្ដូរយ៉ាងខ្លាំងបែបនេះបានយ៉ាងដូចម្ដេចរហូតដល់ម្សិលមិញគាត់គ្រាន់តែជាអ្នកនេសាទធម្មតាតែប៉ុណ្ណោះប៉ុន្តែថ្ងៃនេះគាត់បានប្រែក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងភូមិហើយឥឡូវនេះប្រជាជនក្នុងភូមិគ្រប់គ្នាក៏គោរពគាត់ផងដែរពេលដែលពួកគេបានឃើញទ្រព្យសម្បត្តិរបស់គាត់ទស្សនៈរបស់ពួកគេបានផ្លាស់ប្ដូរទៅហើយនៅពេលនោះអ្នកបម្រើរបស់ដិនរាជបានមកដល់ត្រឹមត្រូវណាស់ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានបរិច្ចាគដល់ជនទីទ័លក្រជារៀងរាល់ថ្ងៃច្បាស់ជាមានរឿងអ្វីមួយនៅពេលក្រោយរឿងនេះហើយចាប់ពីថ្ងៃស្អែកនេះទៅយើងនឹងចាប់ផ្ដើមតាមដានគាត់ស្វែងរកមើលថាតើវាសនារបស់គាត់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សបានមកយ៉ាងដូចម្ដេចយើងគិតថាច្បាស់ជាមានរឿងអ្វីមួយនៅពេលក្រោយរឿងនេះហើយអ្នកបម្រើរបស់ដិនរាជបានចាប់ផ្ដើមតាមដានកយភ្លាមនៅថ្ងៃបន្ទាប់ប្រហែលថ្ងៃក្រោយគាត់បានឃើញកយទៅកាន់បឹងជិតមាត់ទន្លេនោះហើយបានហៅត្រីវេទមន្តថាត្រីវេទមន្តមើលទៅមិត្តរបស់អ្នកនៅទីនេះហើយឥឡូវចេញមកតើអ្នកនៅឯណាត្រីវេទមន្តនោះបានបង្ហាញខ្លួនភ្លាមអរគុណអ្នកច្រើនខ្លាំងណាស់គឺដោយសារតែអ្នកដែលធ្វើឲ្យប្រជាជនក្នុងភូមិគោរពខ្ញុំឥឡូវនេះពួកគេស្វាគមន៍ខ្ញុំសរសើរខ្ញុំគ្រប់គ្នានៅក្នុងភូមិមានសុភមង្គលខ្លាំងណាស់ទេកយនេះគឺជារង្វាន់សម្រាប់ភាពស្មោះត្រង់របស់អ្នកខ្ញុំបានផ្ដល់របស់មានតម្លៃឲ្យអ្នកដោយសារតែភាពស្មោះត្រង់របស់អ្នកតែប៉ុណ្ណោះនិងចិត្តល្អរបស់អ្នកបម្រើនោះបានឮសាច់រឿងទាំងអស់ហើយបានរត់ទៅប្រាប់ដិនរាជលោកម្ចាស់ខ្ញុំបានឃើញអ្វីគ្រប់យ៉ាងហើយ
អាចកំបាំងនៅពីក្រោយទ្រព្យសម្បត្តិរបស់កយគឺបានមកពេចត្រីវិតមុនបានផ្ដល់ការបួងសួងដូច្នេះគាត់បានប្រែក្លាយទៅជាយ៉ាងនេះបន្ទាប់ពីស្ដាប់សាច់រឿងទាំងអស់ហើយដិនរាជបានរៀបចំផែនការអាក្រក់មួយនៅក្នុងរាត្រីនោះគាត់បានទៅបឹងនៅជិតមាត់ទន្លេយ៉ាងស្ងៀមស្ងាត់ហើយឈ្ងោះទៅកាន់ទឹកហើយនិយាយពាក្យថាអូត្រីវិតមុនចេញមកខ្ញុំចង់សួរអ្វីមួយពីអ្នកអូត្រីវិតមុនអើយភ្លាមនោះទឹកក៏ចាប់ផ្ដើមមានរលកហើយត្រីវិតមុនបានបង្ហាញខ្លួនជាមួយពន្លឺមួយពព្រិចភ្នែកសំឡេងនេះមិនមែនជាសំឡេងរបស់កយទេមានតែមិត្តរបស់ខ្ញុំកយប៉ុណ្ណោះតែហៅឈ្មោះខ្ញុំបែបនេះបំភ្លេចកយចោលទៅខ្ញុំជាអ្នកហៅអ្នកតែអ្នកឮខ្ញុំអត់ខ្ញុំចង់បានបំណងប្រាថ្នាពីអ្នកផងដែរហើយខ្ញុំបានដឹងរួចរាល់ហើយថាខ្ញុំចង់បានអ្វីនោះតើខ្ញុំមានសិទ្ធិទទួលបំណងប្រាថ្នាផងដែរមែនទេទេខ្ញុំអាចធំក្លិនអំពើអាក្រក់នៅក្នុងចិត្តរបស់អ្នកបានខ្ញុំមិនផ្ដល់បំណងប្រាថ្នាដល់អ្នកដែលមានចិត្តលោភលន់នោះទេមុខរបស់ដិនរាជបានធ្លាក់ចុះគាត់បានដឹងថាត្រីវិតមុនផ្ដល់បំណងប្រាថ្នាដល់អ្នកដែលមានភាពស្មោះត្រង់ប៉ុណ្ណោះប៉ុន្តែពេលនោះគំនិតបិសាចបានចូលក្នុងចិត្តរបស់គាត់បើខ្ញុំបង្ហាញថាកយមិនស្មោះត្រង់ប្រហែលជាត្រីវិតមុននោះនឹងយកទ្រព្យសម្បត្តិមាសប្រាក់ត្រឡប់ពីគាត់មកវិញបន្ទាប់មកខ្ញុំនឹងអាចទទួលបានវាបានហើយថ្ងៃបន្ទាប់ដិនរាជបានរៀបចំឲ្យមានការលួចរូបបដិមានៅក្នុងភូមិមួយ